ជាតិខ្លាំងហ្មងបងប្អូននេះទឹកប្រហុកអូនេះយើងខ្ចប់មកទៀតបងប្អូនមកញ៉ាំសាម៉ុនទាំងអស់គ្នាបងប្អូននេះអាហ្នឹងមានទឹកជ្រលក់ទឹកត្រីកោះកុងប៉ុន្តែដាក់ទឹកត្រីបងប្អូនតែដាក់ទឹកប្រហុកជំនួសបងប្អូននេះដោយសារខ្ញុំចូលចិត្តទឹកជ្រលក់ទឹកប្រហុកតែធ្វើជាប្រភេទទឹកត្រីកោះកុងចឹងហើយនឹងទឹកស៊ីអ៊ីវរបស់សាម៉ុនហ្នឹងហើយនឹងវ៉ាសាប៊ីបងប្អូនមកជួយញ៉ាំទាំងអស់គ្នាបងប្អូននិយាយទៅខ្ញុំចូលចិត្តញ៉ាំវ៉ាសាប៊ីខ្លាំងបងប្អូនអើយញ៉ាំទៅវាស្រឡះច្រមុះចឹងណាថ្ងៃហ្នឹងខ្ញុំមានសារាយមកទៀតបងប្អូនសារាយជាតិខ្លាំងហ្មងបងប្អូនអើយនេះសម្រាប់ដាក់មួយវ៉ាសាប៊ីយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវចឹងឆ្ងាញ់បងប្អូនតែយើងឈួនតិចដាក់2ហ្មងបងប្អូននេះតោះមកយើងដាក់បន្លែមកនេះបន្លែខ្ញុំចូលចិត្តញ៉ាំបន្លែច្រើននេះបងទៀតមកញ៉ាំទឹកអស់មួយអខ្ញុំចូលចិត្តផ្សំបន្លែនេះបងប្អូនសម្រាប់បងប្អូនខ្ញុំអត់ដឹងចំណូលចិត្តមិនទេតែសម្រាប់ខ្ញុំចូលចិត្តចឹងជាតិដល់ជាតិហ្មងខ្ញុំដាក់ទឹកជ្រលក់តែខ្ញុំដាក់ម្ទេសច្រើនណានេះខ្ញុំចូលចិត្តដាក់ជីម៉ាញ៉េបងប្អូនស្គាល់ហើយជីម៉ាញ៉េតែខាងបងប្អូនគេហៅជីវ៉ាន់ស៊ុយទៀតនឹងមានអីតិចទៀតបងប្អូនឆ្ងាញ់ខ្លាំងហ្មងដាក់4ហ្មងនិយាយខ្ញុំឲ្យអ៊ូយហ្មងបងប្អូនព្រោះសាម៉ុនមួយទឹកប្រហុកត្រូវណាព្រោះដោយសារអីសាម៉ុនយើងដាក់ធ្វើជាបុកល្ហុងឆ្ងាញ់ចឹងណាបងប្អូនអើយជាតិហ្មងអត់ច្រើនញ៉ាំវ៉ាសាប៊ីដៃធំទៀតយើងដាក់បន្លែបន្តិចបងប្អូនខប់ហ្មងនេះបងប្អូនស្លាត់ស្រួយនិយាយទៅស្លាត់ស្រួយមានអារម្មណ៍ថាដាក់អីក៏ត្រូវដែរដាក់ធ្វើឆាក៏ឆ្ងាញ់ផ្ទាប់ជាមួយសាច់ជ្រូកអាំងអីក៏ឆ្ងាញ់ដែរបងប្អូនហើយទៅពេលមកដាក់មួយសាម៉ុនទៀតក៏រត់តែឆ្ងាញ់អូ my god ណាទៀតយើងដាក់ជាមួយបន្លែបូកគ្នាទៅបងប្អូនបន្លែខ្ញុំចូលចិត្តខ្លាំងបន្លែអីក៏ដោយព្រោះពេលដែលខ្ញុំញ៉ាំបន្លែមានអារម្មណ៍ថាដូចញ៉ាំថ្នាំចឹងបងប្អូនអញ្ចឹងធ្វើខ្ញុំចូលចិត្តញ៉ាំទៅវាធ្វើឲ្យតិចខ្លួនចឹងនេះបងប្អូន1 2អើយជាតិដល់ជាតិនេះហើយតើមកយើងដាក់ទឹកប្រហុកតែយើងយកតកាចឹងណាបងប្អូននេះម្ទេសយើងខ្ចប់មកសារាយក៏មួយយ៉ាងប៉ុន្តែគេនិយមជាងគេគឺសារាយបងប្អូនប៉ុន្តែខ្ញុំធម្មតាតែបើដាក់លាយមួយបន្លែគឺឆ្ងាញ់ខ្លាំងអូទឹកស៊ីអ៊ីវបងប្អូនមើលវ៉ាសាប៊ីចិត្តនេះយើងដាក់សារាយជាមួយនឹងបន្លែបន្ទាប់មកយើងក៏ដាក់តួឯកយើងមកដាក់វ៉ាសាប៊ីមកដាក់ការ៉ុតច្រើនតិចនិយាយទៅរសជាតិផ្អែមហ្មងតែមកពីខាងដែនសមុទ្របងប្អូននិយាយទៅយកមកគឺមួយដល់មួយអូមើលដាក់ចូលទាំងអស់នេះបន្លែដាក់ចូលទាំងអស់មកបន្តមកខ្ញុំដាក់ត្រីសាម៉ុនហុកមកបងប្អូនទឹកប្រហុកដាក់មួយបន្លែក៏ឆ្ងាញ់ដែរស្លាត់ស្រួយបងប្អូនអូ
Halah. Bon bon.